Hello ក៏ដូចជាសួរដែរអ្នកគ្នាបាទមកកាលហ្នឹងដែរគឺថាអ្នកគ្នាណាដែលបានជាប់ចូលលេតកើតដូចខ្ញុំអញ្ចឹងណាអ្នកគ្នាបាទហើយអ្នកគ្នាអាចមកស្ដាប់សលេងបងគេគាត់និយាយប្រាប់បានអ្នកគ្នាបាទឥឡូវខ្ញុំធ្វើការចាក់សលេងបងគេឲ្យអ្នកគ្នាស្ដាប់អញ្ចឹងណាកុំឲ្យអ្នកគ្នាគិតថា Free Fire ban account យើងហើយយើងលុបចោលហ្នឹងយើងស្ដារ account អ្នកគ្នាឥឡូវមកស្ដាប់សំឡេងបងគេទាំងអស់គ្នាគេខ្លះកំពុងតែ log in ចូល game Free Fire អត់ទាន់បានអូខេអ្នកនរគ្នាឥឡូវនេះគឺខ្ញុំកំពុងតែ log in ចូល server Free Fire អត់ទាន់បានទេប្រសិនបើខ្ញុំកំពុងតែប្រើ SIM Smart និង Smartphone បាទអញ្ចឹងខ្ញុំបានធ្វើការ test ជាមួយនឹងការដាក់ជាមួយនឹង Wi-Fi គឺយើង log in ចូលបានធម្មតាអញ្ចឹងបញ្ហានេះគឺមិនមែនមកពីការ ban ជាមួយនឹង game ក៏ដូចជា ban account របស់អ្នកនរគ្នាទេគឺចង់កុំឲ្យព្រួយបារម្ភអីអ្នកនរគ្នាគឺដោយសារតែប្រហែលជាក្រុមហ៊ុន Smart និង Smartphone គាត់កំពុងតែធ្វើការ update ប្រព័ន្ធ network ឬក៏ data អីចឹងណាអញ្ចឹងយើងរងចាំមើលទាំងអស់គ្នាដោយសារវាជាបញ្ហាប្រព័ន្ធ Telcom ISP អ្នកនរគ្នាអញ្ចឹងតើតាខាងក្រុមហ៊ុន Smart និង Smartphone គាត់ដោះស្រាយអញ្ចឹងណាអញ្ចឹងយើងរងចាំដំណឹងនឹងទាំងអស់គ្នាកុំតន់ស្លន់ស្លោអីបាទខ្ញុំក៏កំពុងតែចាំមើលដែរអ្នកនរគ្នាអញ្ចឹងយើងអាចសាកមាន Wi-Fi អីយើងចូលលេងសាកសិនទៅហ្នឹងហើយចំពោះខ្ញុំគឺខ្ញុំលេង Wi-Fi ខ្ញុំអាច log in ចូល game បានធម្មតាអរគុណអ្នកនរគ្នាជួបគ្នានៅការ update ក្រោយជាបន្តទៀតបាទយ៉ាអូខេអ្នកគ្នាច្បាស់ស្ដាប់ឮបងគេអីគាត់និយាយមិញហ្នឹងអ្នកគ្នាបាទអ្នកគ្នាកុំលុប account game ចោលអ្នកគ្នាកុំគិតថា Free Fire បាន ban យើងអញ្ចឹងណាអ្នកគ្នាបាទគឺបងគេអីមិញក៏ប្រាប់ថាគឺគាត់ឲ្យយើងសាកចោល Wi-Fi ដើម្បីលេងមើលតើលេងកើតអត់អ្នកគ្នាបាទសម្រាប់ខ្ញុំគឺខ្ញុំចូលអត់កើតទេអ្នកគ្នាដោយសារ Wi-Fi slow ពេកអញ្ចឹងណាហើយឥឡូវខ្ញុំមក react វីដេអូចាស់ទីអ្នកគ្នាបាទហើយអ្នកគ្នាកុំគិតថា Free Fire ban ទេអ្នកគ្នាអ្នកគ្នាចាំមើលព័ត៌មាន update ថ្មីពីបងគេអីឬក៏ចេញមើលតាមខ្ញុំទៀតក៏បានដែរអ្នកគ្នាបាទហើយវីដេអូខ្ញុំក៏មានតែប៉ុណ្្នឹងដែរអ្នកគ្នាបើសិនជាមានព័ត៌មាន update ថ្មីដែលទាក់ទងនឹង Free Fire ខ្ញុំនឹង update ជូនអ្នកទាំងអស់គ្នាទស្សនាអ្នកគ្នាបាទហើយអ្នកគ្នាត្រូវតែកុំលុប game ចោលអ្នកគ្នាបាទបាយបាយ